យើងទាំងអស់គ្នាគួរបន្តចែករំលែកនិងរួមគ្នាផ្សព្វផ្សាយសម្រាប់វីរៈកងទ័ពទាំង18រូបមកដល់ថ្ងៃទី26ខែកញ្ញានេះគឺជាថ្ងៃទី59ហើយដែលវីរៈកងទ័ពកម្ពុជាចំនួន18រូបត្រូវបានចាប់ខ្លួននិងដាក់ឲ្យស្ថិតក្រោមការគ្រប់គ្រងរបស់យោធាថៃដូច្នេះហើយយើងទាំងអស់គ្នាដែលជាប្រជាពលរដ្ឋគួរតែរួបរวมគ្នាបង្កើនការផ្សព្វផ្សាយបន្ថែមទៀតដើម្បីឲ្យសហគមន៍អន្តរជាតិបានដឹងអំពីបញ្ហានេះរហូតដល់ភាគីថៃដោះលែងពួកគេដោយសុវត្ថិភាពពួកគេបានឃ្លាតចាកឆ្ងាយនិងដាច់ការតាក់ទងពីគ្រួសារ59ថ្ងៃហើយដូច្នេះយើងគួរតែនាំគ្នាធ្វើអ្វីគ្រប់យ៉ាងតាមច្បាប់តាមជំហររបស់រដ្ឋាភិបាលដើម្បីធ្វើយ៉ាងណាឲ្យបងប្អូនវីរៈកងទ័ពទាំងអស់អាចវិលត្រឡប់មកជួបជុំក្រុមគ្រួសារវិញប្រកបដោយសុខសុវត្ថិភាពស្របតាមច្បាប់មនុស្សធម៌អន្តរជាតិនិងកុំបំភ្លេចសុខទុក្ខក្រុមគ្រួសាររបស់ពួកគេជាពិសេសអ្នកដែលមានជីវភាពតលំបាកមកដល់ពេលនេះរដ្ឋាភិបាលកម្ពុជាបានកំពុងតែធ្វើការយ៉ាងសស្រាក់សស្រាំឥតឈប់ឈរនៅគ្រប់យន្តការដោះស្រាយទាំងអស់លើករណីនេះដើម្បីឲ្យភាគីថៃដោះលែងបងប្អូនទាំង18នាក់ឲ្យវិលត្រឡប់មកវិញក្នុងពេលឆាប់ៗជាទីបំផុតនិងដោយសុខសុវត្ថិភាពដូច្នេះយើងទាំងអស់គ្នាដែលជាប្រជាពលរដ្ឋគួរតែចែករំលែកនិងគួរតែបង្កើនការផ្សព្វផ្សាយដើម្បីធ្វើយ៉ាងណាឲ្យបងប្អូនអាចវិលត្រឡប់មកមាតុភូមិប្រទេសវិញយើងទាំងអស់គ្នាដឹងថារដ្ឋាភិបាលក្រសួងការពារជាតិនិងកងយុទ្ធពលខេមរភូមិន្ទមិនដែលបោះបង់កងកម្លាំងរបស់យើងណាម្នាក់ចោលនោះទេទោះក្នុងកលៈទេសៈណាក៏ដោយដូច្នេះយើងខ្ញុំទាំងអស់គ្នាចាំបាច់ត្រូវតែបន្តខិតខំប្រឹងប្រែងបន្ថែមទៀតដើម្បីឲ្យសហគមន៍អន្តរជាតិនិងបងប្អូនជនជាតិថៃដែលស្រឡាញ់សន្តិភាពយល់ពីស្ថានភាពពិតយល់ពីបំណងពិតរបស់កម្ពុជាដែលស្រឡាញ់សន្តិភាពនិងការអភិវឌ្ឍមកដល់ពេលនេះខាងក្រសួងការពារជាតិនិងស្ថាប័ននានាគឺនៅតែបន្តផ្សព្វផ្សាយអំពីជោគវាសនារបស់បងប្អូនទាំង18នាក់នៅឡើយដូច្នេះយើងក៏ទាំងអស់គ្នាក៏គួរតែបង្កើនការផ្សព្វផ្សាយនិងចែករំលែកសារអំពាវនាវទាំងនេះបន្តទៀតតាមគ្រប់បណ្ដាញសង្គមយើងទាំងអស់គ្នាមានដើម្បីធ្វើយ៉ាងណាឲ្យសហគមន៍អន្តរជាតិដឹងកាន់តែច្បាស់ថាពួកគេនៅតែបន្តគ្រប់គ្រងដោយភាគីថៃក្រៅពីនោះនៅក្នុងស្ថានភាពដែលស្ថានភាពព្រំដែននៅតែបន្តក្នុងស្ថានភាពតានតឹងនៅឡើយយើងក៏សូមឲ្យបងប្អូននៅជួរមុខលើកកម្ពស់ការប្រុងប្រយ័ត្នគោរពបទឈប់បាញ់របស់ថ្នាក់ដឹកនាំជាពិសេសគឺរដ្ឋាភិបាលដើម្បីធ្វើយ៉ាងណាធានាបាននូវយន្តការដោះស្រាយដោយសន្តិវិធីប៉ុន្តែនៅតែបន្តការពារដែនដីនិងដែនអធិបតេយ្យភាពរបស់យើងដោយរឹងមាំនិងឯកភាពគ្នាជាថ្លុងតែមួយ